សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំវ៉ាន់នីមីឡាជាបេក្ខជនមកពីកម្មវិធី Master Chef Season 4 ចឹងថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខដែលចង់ណែនាំបងប្អូនគឺ Tuna Salad with Honey Lemon Vinaigrette ថ្ងៃនេះខ្ញុំមានគ្រឿងផ្សំជាពិសេសគឺត្រី Tuna ស្រស់ Salad Lemon ខ្ទឹមបារាំងឆៃថាវក្រហមផងដែរដើម្បីបង្កើនពណ៌វាឲ្យកាន់តែស្អាតហើយជាពិសេសនោះគឺ herb ដូចជាជីអង្កាមនិង parsley ផងដែររាល់ការក្រេបសារពីកម្ពុជានឹងនាំអ្នកទៅកាន់ពិភពខាងក្រោយនៃរសជាតិគ្រប់ដំណាក់កាលនិងគ្រឿងផ្សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នកតើឥឡូវមកទស្សនារបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាណាបងប្អូនជាដំបូងយើងត្រូវរៀបចំបន្លែមុនសិនខ្ញុំដាក់មកល្មមដែរអានេះគឺជាឆៃថាវក្រហមណាបងប្អូនពេលដែលខ្ញុំប្រឡងខ្ញុំចូលចិត្តប្រើវាមែនតើដោយសារពណ៌វាស្អាតហើយយើងតុបតែងទៅកាន់តែបង្កើនពណ៌ឲ្យកាន់តែស្អាតហ្មងអានេះយើងយកវាមកល្មមបានណាបងប្អូនយើងហាន់វាស្ដើងៗចេះមកតែសារយើងដាក់ជាមួយសាឡាត់ដែរបន្ទាប់មកទៀតខ្ញុំប្រើជាមួយនឹងសាឡាត់រ៉ូកែតបើសិនជាបងប្អូនមានសាឡាត់ក្តៅសាឡាត់អីក៏បងប្អូនអាចដាក់បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនឥឡូវយើងរៀបចំបន្លែសាឡាត់ហើយអញ្ចឹងយើងមករៀបចំហូបវិញម្ដងសម្រាប់យើងធ្វើទឹកស៊ុសរបស់យើងជាដំបូងយើងយក parsley យើងយកតែស្លឹកវាបានណាបងប្អូនហាន់វាដូចស្តៀងច្រាមវាអញ្ចឹងបងប្អូនដើម្បីដាក់ចូលទឹកស៊ុសបើសិនជាបងប្អូនមានហបផ្សេងដូចជា rosemary ដូចជាតែមអីបងប្អូនអាចដាក់ចូលជាមួយទឹកស៊ុសរបស់យើងបានចំពោះខ្ទឹមសខ្ទឹមក្រហមបងប្អូនអាចប្រើបានតាមចំណង់ចំណូលចិត្តរបស់បងប្អូនហើយចំពោះខ្ទឹមក្រហមវិញខ្ញុំយកតែពាក់កណ្ដាលបានដែរដោយសារអត់ចង់ឲ្យវាធំក្លិនខ្លាំងពេកហើយចំពោះការហាន់ដូចតាហឺបផ្សេងដែរនឹងយើងព្យាយាមហាន់វាឲ្យរៀងម៉ត់តិចដើម្បីពេលដាក់ចូលទឹកស៊ុសទៅវាចូលក៏បានគ្នាបានល្អហើយយើងច្រាមវាឲ្យម៉ត់ដូចគ្នាមកបងប្អូនចំពោះខ្ទឹមសក៏ច្រាមវាដែរយើងរៀបវាទុកម្ដុំអញ្ចឹងមកហើយបន្ទាប់មកយើងយក lemon យកមកហាន់វាទុកឲ្យហើយមកបងប្អូនពេលដែលធ្វើម្ហូបខ្ញុំចូលចិត្តរៀបចំគ្រឿងឲ្យហើយមុនទាំងអស់ដើម្បីងាយស្រួលក្នុងការពេលដែលយើងធ្វើម្ហូបហើយយើងបានញ៉ាំហ្មងហើយបន្ទាប់មកទៀតយើងមកធ្វើទឹកស៊ុសឲ្យហើយបងប្អូនជាដំបូងយើងត្រូវដាក់ olive oil មុនហើយចំពោះ mustard បងប្អូនមើលតាមនឹងបានបងប្អូនអាចដាក់មកសមរម្យដែរបងប្អូនហើយបន្ទាប់មកយើងមិចវាចូលគ្នាឲ្យវាចូលគ្នាហ្មងកុំឲ្យវាបែកចេញពីគ្នាបើសិនជាបែកចេញពីគ្នាទឹកស៊ុសរបស់បងប្អូនអត់ល្អទេអាហ្នឹងយើងវាយស្តៀង mayonnaise ដែរបងប្អូនពេលយើងវាយវាឡើងអញ្ចឹងហើយយើងអាចដាក់ herb បានយើងដាក់ខ្ទឹមសតមកខ្ទឹមក្រហមដាក់ parsley oregano បន្ថែមផងដែរដើម្បីថែមក្លិនវាហើយយើងមិចវាចូលគ្នាទឹកស៊ុសនេះផងដែរយើងអាចដាក់អំបិលឥឡូវយើងដាក់ទឹកឃ្មុំម្ដងតមកយើងអាចដាក់ក្រូច lemon បានបងប្អូនឥឡូវទឹកស៊ុសយើងហើយបងប្អូនខ្ញុំភ្លក់សិនវានៅរៀងស្ទើរបន្តិចអញ្ចឹងយើងដាក់អំបិលបន្ថែមបន្តិចដើម្បីវាមានរសជាតិដិតដោយសារយើងញ៉ាំមួយបន្លែផងមួយសាច់ផងហើយខ្ញុំចង់បន្ថែម lemon បន្ថែមទៀតដោយសារតែវារៀងស្ទើរជូរខ្ញុំចូលចិត្តរៀងជូរដែរអញ្ចឹងទឹកស៊ុបរបស់យើងគឺរួចរាល់ហើយអញ្ចឹងយើងមកធ្វើ protein ដែលជាត្រី tuna របស់យើងម្ដងជាដំបូងត្រូវយកត្រី tuna ហ្នឹងប្រឡាក់គ្រឿងតិចតួចបានណាបងប្អូនដូចជាអំបិលបន្តិចបានទេហើយជាមួយម្រេចបន្តិចផងដែរហើយបន្ទាប់មកជាចុងក្រោយយើងត្រូវបន្ថែម olive oil ដើម្បីវារៀងទន់បន្តិចថែមតែបន្តិចបានណាបងប្អូនឥឡូវយើងទុកវាម្ដុំសិនណាបងប្អូនយើងមករៀបចំបន្លែសិនឥឡូវយើងមកចៀនជាមួយនឹងត្រី tuna របស់យើងវិញបងប្អូនជាដំបូងយើងត្រូវដាក់ខ្ទះឲ្យក្តៅសិនចាំយើងដាក់ត្រីហើយយើងបន្ថយរយៈតាមក្រោយដើម្បីកុំឲ្យសាច់ត្រីហ្នឹងវាជាប់ខ្ទះយើងក្តៅហើយយើងដាក់ olive oil ហើយយើងបើកភ្លើងវាមកល្មមបានណាបងប្អូនហើយនេះយើងចៀនមកល្មមបានណាបងប្អូនហើយហ្នឹងយើងអាចញ៉ាំឆៅបានអញ្ចឹងយើងមិនចៀនឆ្អិនពេកទេតើឥឡូវនេះត្រីយើងឆ្អិនហើយអញ្ចឹងយើងដាក់វាចូលក្នុងឆានសិនជាដំបូងយើងត្រូវរៀបចំបន្លែមុនសិនចំពោះសាឡាត់យើងដាក់បរិមាណល្មមសមរម្យជាមួយនឹងសាច់យើងកុំដាក់សាឡាត់ច្រើនពេកឬក៏សាច់ច្រើនពេកទេហើយបន្ទាប់មកយើងយកឆៃថាវពណ៌ក្រហមដើម្បីដាក់វាគៀនបន្ថែមពណ៌ហើយបន្ទាប់មកយើងមករៀបចំសាច់ចំពោះសាច់នេះផងដែរខ្ញុំធ្វើការហាន់វាជាចំណិតល្មមបងប្អូនមិនស្ដាងពេកមិនក្រាស់ពេកទេចំពោះសាច់ត្រីម្ដុំនេះបងប្អូនមិនត្រូវការដាក់ទាំងអស់ក៏បានយើងដាក់មកល្មមសមនឹងសាឡាត់របស់យើងពេលដែលហាន់សាច់ត្រីនោះបងប្អូនហាន់រៀងថ្នមវាតិចដោយសារវាឆាប់បែកខ្សាច់ឥឡូវយើងមករៀបចំចូលចានសម្រាប់ខ្ញុំរៀបសាច់ប៉ុណ្ណឹងគឺល្មមហើយបងប្អូនល្មមជាមួយបន្លែយើង
មកឥឡូវនេះយើងដាក់ទឹកសោះទាំងអស់គ្នាបងប្អូនទឹកសោះនេះយើងមិនដាក់ច្រើនពេកទេបងប្អូនដាក់មកល្មមបានហើយអញ្ចឹងឥឡូវខ្ញុំដាក់ទឹកសោះលើសាច់ហើយនឹងស្លាត់របស់យើងហើយតែខ្ញុំចង់ដេកបន្ថែមទៀតដើម្បីមើលទៅមានសោភ័ណភាពកាន់តែស្អាតហើយបន្ទាប់មកយើងដាក់ឆៃថាវក្រហមចំកណ្ដាលចេះមកឥឡូវនេះរួចរាល់ហើយបងប្អូនចំពោះមុខម្ហូបនេះគឺងាយស្រួលមែនតើចំពោះគ្រឿងផ្សំវិញក៏ងាយដែរបងប្អូនអាចបន្ថែមបន្ថយតាមចំណូលចិត្តរបស់បងប្អូនចំពោះការដេកវិញបងប្អូនអាចដេកមិនក៏បានដែរឲ្យតែបងប្អូនស្រឡាញ់បងប្អូនទាំងអស់គ្នាគាំទ្រខ្មែរ Beverages គាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារបដិសណ្ឋារកិច្ចកីឡានិងសិល្បៈវប្បធម៌ខ្មែរច្រើនបំផុតនៅកម្ពុជា Cambodia Premium កាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter បងប្អូនទាំងអស់គ្នាពេលដែលយើងធ្វើម្ហូបហើយកត្តាចម្បងដែលយើងអាចភ្លេចបានគឺការសម្អាតផ្ទះបាយនិងការសម្អាតចានឆ្នាំងតែយើងតែសម្អាតទាំងអស់គ្នាអូរ៉ាជាជម្រើសដ៏ល្អបំផុតសម្រាប់មេផ្ទះឆ្លាតវៃជំរះស្នាមប្រឡាក់និងខ្លាញ់បានលឿនមានក្លិនជាប់ចានមិនកាត់ដៃចានឆ្នាំងភ្លឺចែងចាំងអូរ៉ាក៏មានជាសាប៊ូម្សៅបោកគក់សាប៊ូលាងចានដែលមាន2ក្លិនក្លិនក្រូចឆ្មានិងក្លិនស្លឹកគ្រៃតែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter